ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ដំណើរកម្សាន្តទៅកាន់ខេត្តកែបនិងខេត្តកំពតរយៈពេល2ថ្ងៃ1យប់ភាគ2បន្ទាប់ពីបានដើរលេងនៅខេត្តកែបហើយឥឡូវនេះពួកយើងកំពុងបន្តដំណើរទៅខេត្តកំពតនេះគឺជាផ្លូវទៅកាន់ផ្ទះលំហែដែលពួកយើងបានកក់ទុកមុននឹងទៅមកដល់ផ្ទះលំហែហ្នឹងឃើញថាស្អាតប្លែកភ្នែកមែនទែនទេសភាពនៅនេះគឺស្រស់ស្រាយខ្លាំងមានពណ៌ចម្រុះគ្រប់ពណ៌ហើយនៅជាប់នឹងជើងភ្នំទៀតពេលចូលទៅដល់ហ្នឹងមានអារម្មណ៍ថាវ៉ាវស្រស់ស្អាតខ្លាំងហើយនៅនេះយើងអាចកក់ឲ្យគេរៀបចំកន្លែងអាំងសាច់ឲ្យយើងទុកមុនបានយើងប្រាប់ចំនួនសមាជិកទៅគេរៀបចំទុកឲ្យយើងហើយជាស្រេចចាបន្ទាប់ពីរៀបចំអីវ៉ាន់ទុករួចរាល់ហើយពួកខ្ញុំក៏ចាប់ផ្ដើមនាំគ្នាទៅលេងនៅកន្លែងសេះបាញ់ទឹកចាបន្ទាប់ពីមើលទេសភាពសេះសមុទ្របាញ់ទឹកនឹងហើយយើងក៏ដើរទៅមុខបន្តិចដើម្បីទៅមើលកន្លែងទឹករាំតាមចង្វាក់ភ្លេងហើយនឹងមើលទេសភាពនៅត្រើយម្ខាងទៀតរួចហើយពួកយើងក៏នាំគ្នាត្រឡប់ទៅផ្ទះលំហែវិញដោយសារអូនមួយដេកអញ្ចឹងហើយក៏នាំគ្នាត្រឡប់មកវិញដើម្បីសម្រាប់យកកម្លាំងដើរលេងបន្តនៅថ្ងៃស្អែកដល់ព្រឹកថ្ងៃបន្ទាប់ពួកយើងក៏រៀបចំទៅឡើងលេងនៅភ្នំបូកគោលប៉ុន្តែមុនទៅដល់ភ្នំបូកគោលហ្នឹងក៏ជិះឆ្លងកាត់ខ្សែរថភ្លើងដែលមានទេសភាពស្អាតកន្លែងនេះទូទៅគឺគេមកថតនៅលើខ្សែរថភ្លើងហ្នឹងនិយាយរួមឲ្យតែទៅដើរលេងដល់កំពតហ្នឹងគឺយើងអត់ចោលទេគឺកន្លែងខ្សែរថភ្លើងហ្នឹងព្រោះវាទេសភាពស្អាតបន្ទាប់ពីថតរូបបានប្រហែលស្លឹកហើយពួកយើងក៏បន្តដំណើរឡើងទៅលើភ្នំបូកគោលផ្លូវឡើងទៅភ្នំបូកគោលហ្នឹងគឺមានលក្ខណៈថាបត់បែនខ្លាំងមែនទែនបើសិនជាយើងអត់ពោលឡានអីក៏អាចពោលដែរដោយសារបត់ទៅមកពេលដែលពួកខ្ញុំឡើងទៅពីខាងក្រោមហ្នឹងគឺមេឃបើកថ្ងៃអាកាសធាតុស្រស់ធម្មតាទេប៉ុន្តែនៅពេលដែលពួកយើងឡើងទៅដល់ខាងលើបន្តិចហ្នឹងគឺមេឃចាប់ផ្ដើមចុះអាប់មើលផ្លូវអត់ចង់ឃើញដោយសារតែមេឃរលឹមផងហើយចុះអាប់ផងពួកខ្ញុំមិនបានចូលលេងកន្លែងលោកយាយម៉ៅទេក៏នាំគ្នាហួរបន្តដំណើរទៅលើភ្នំទៀតបន្តមកទៀតពួកយើងក៏ឡើងទៅលេងនៅសន្តាគារបុរាណដែលបន្សល់ទុកពីយូរណាស់មកហើយតែពេលទៅដល់កន្លែងហ្នឹងគឺខ្យល់ក៏ខ្លាំងអាប់ក៏ក្រាស់ពួក
យើងមើលមកខាងក្រោមអត់ឃើញទេសភាពទេតែមកពួកយើងក៏ចុះមកវិញហ្នឹងគឺអាប់ខ្លាំងមែនទែនដល់ថ្នាក់មើល1ម៉ែត្រពីខ្លួនហ្នឹងមើលអត់ចង់ឃើញណាអញ្ចឹងយើងបើកឡានតិចដើម្បីមើលឧបសគ្គខាងមុខពេលធ្វើដំណើរចុះពីសន្តាគារបុរាណនឹងហើយពួកខ្ញុំក៏នាំគ្នាធ្វើដំណើរទៅវត្តសំពៅប្រាំនិយាយរួមទៅបងប្អូនដើរលេងមួយថ្ងៃហ្នឹងគឺអត់មានរូបភាពស្អាតទេពីព្រោះមេឃចុះអាប់រហូតបើយើងទៅចំថ្ងៃមេឃស្រឡះអត់មានចុះអាប់បានយើងមើលទេសភាពពីលើភ្នំហ្នឹងចុះមកក្រោមបានឃើញទេសភាពស្អាតប៉ុន្តែនេះយើងមើលមកអត់ឃើញទេក្រោយពីដើរលេងនិងថតរូបរួចរាល់ហើយពួកយើងក៏ចុះមកវិញពេលចុះមកហ្នឹងមកដល់កន្លែងលោកយាយម៉ៅហ្នឹងមេស្រឡះល្អអត់ដូចពេលយើងឡើងទៅទេចឹងហើយក៏នាំគ្នាចុះលេងកន្លែងលោកយាយម៉ៅនេះគឺពួកខ្ញុំបានធ្វើដំណើរចុះត្រឡប់មកវិញហើយដើរលេងថ្ងៃហ្នឹងគឺមានតែទៅភ្នំបូកគោលប៉ុណ្ណឹងទេនៅក្នុងខេត្តកំពតហ្នឹងគឺមានកន្លែងដើរលេងច្រើនណាស់បងប្អូនប៉ុន្តែពួកខ្ញុំទៅតែភ្នំបូកគោលទេដោយសារពេលវេលាយើងតិចហើយអត់មានគម្រោងផងអញ្ចឹងឡើងលេងត្រឹមតែភ្នំបូកគោហើយក៏ចុះត្រឡប់មកវិញពេលចុះមកវិញហ្នឹងពួកយើងក៏បានទៅថតនៅកន្លែងសេះសមុទ្របាញ់ទឹកហើយក៏ត្រឡប់ទៅផ្ទះវិញពេលមកដល់តាមផ្លូវហ្នឹងក៏ជួបទៅនឹងខ្សែរថភ្លើងដ៏វែងមួយសូមអរគុណដល់ពុកម៉ែបងប្អូនដែលខំចំណាយពេលទស្សនាវីដេអូយើងខ្ញុំហើយក៏សូមអភ័យទោសបើសិនជាកំហុសខុសឆ្គងនៅត្រង់ណាទាំងការនិយាយទាំងការកាត់វីដេអូដោយសារខ្ញុំថ្មីថ្មោងចាសសូមអរគុណ